ខ្ញុំឈ្មោះអង្គរវត្តទីអ្នកទាំងអស់គ្នាអាចហៅខ្ញុំថាវត្តទីក៏បានយើងនឹងសិក្សាអំពីការអប់រំសុខភាពទាំងអស់គ្នាវត្តទីនៅពេលខ្ញុំធំឡើងខ្ញុំនឹងមានកម្ពស់ខ្ពស់លើសពី180សង់ទីម៉ែត្រឯណោះសោកមានកម្ពស់ខ្ពស់ពិតជាសង្ហាណាស់នៅពេលធំឡើងខ្ញុំក៏ចង់ក្លាយជានារីពេញវ័យដ៏ស្រស់ស្អាតម្នាក់ដែរសុខនឹងសានពិតជាអស្ចារ្យណាស់តោះថ្ងៃនេះយើងនឹងស្វែងយល់អំពីការលូតលាស់របស់សាររាង្គកាយទាំងអស់គ្នាមែនហើយវត្តទីតើរាងកាយរបស់យើងអាចធំធាត់ឡើងបានដោយរបៀបណាដល់ចំណុចនេះគឺតើសារពាង្គកាយរបស់យើងនឹងលូតលាស់រហូតដល់អាយុប៉ុន្មានថាម៉េចដល់អាយុប៉ុណ្ណឹងក្រែងរាងកាយរបស់យើងនឹងបន្តលូតលាស់រហូតមិនអញ្ចឹងចម្លើយគឺការលូតលាស់របស់សារពាង្គកាយយើងចាប់ផ្ដើមនៅពេលដែលយើងកើតរហូតដល់ប្រហែលអាយុ20ឆ្នាំប៉ុណ្ណោះបន្ទាប់ពីនោះយើងនឹងឈប់លូតលាស់បន្តិចម្ដងអូយចឹងខ្ញុំមិនមានពេលវេលាច្រើនដូចដែលបានគិតទុកនោះទេឥឡូវយើងមានសំណួរបន្ទាប់មួយទៀតតើរយៈពេលដែលកម្ពស់និងទម្ងន់របស់យើងមានសន្ទុះលូតលាស់លឿនមានប៉ុន្មានដងក្នុងមួយជីវិតតើមានការកំណត់អំពីរយៈពេលដែលយើងអាចលូតលាស់បានដែរឬទេខ្ញុំគិតថាយ៉ាងហោចណាស់ក៏មានប្រហែល7ទៅ8ដងទីដឹងចម្លើយគឺរយៈពេលដែលមានការលូតលាស់មានសន្ទុះលឿនកើតឡើងចំនួន2ដងក្នុងមួយជីវិតអូមានត្រឹមតែ2ដងទេមិនពិតទេមិនត្រឹមតែយើងមានពេលវេលាតិចជាងការរំពឹងទុកប៉ុណ្ណោះទេសូម្បីតែឱកាសក៏មានតិចដែរអញ្ចឹងតើរវាងក្មេងប្រុសនិងក្មេងស្រីមួយណាចាប់ផ្ដើមលូតលាស់មុនច្បាស់ជាក្មេងប្រុសហើយក្មេងប្រុសម្ដេចនឹងអាចចាញ់ក្មេងស្រីបានទៅចម្លើយដែលត្រឹមត្រូវគឺក្មេងស្រីមិនចឹងបើបែបនេះតើខ្ញុំអាចធំឡើងបានដែរឬទេណោះមិនអីទេមនុស្សម្នាក់មានពេលនិងកម្រិតនៃការលូតលាស់ខុសៗគ្នាតោះយើងរៀនអំពីរបៀបធ្វើឲ្យការលូតលាស់របស់រាងកាយយើងមានភាពកាន់តែល្អប្រសើរឡើង